សួស្តីបងប្អូនសុខសប្បាយទេបាទលោកគ្រូមួយរយៈធំបងប្អូនមាននឹកលោកគ្រូអត់បាទលោកគ្រូសុំទោសផងណាលោកគ្រូរវល់អត់បានធ្វើមេរៀនឲ្យបងប្អូនរៀនណាអញ្ចឹងថ្ងៃនេះលោកគ្រូឆ្លៀតឱកាសបាទធ្វើមេរៀនបន្តថ្ងៃនេះយើងសិក្សាមេរៀនទី63ណាថ្នាក់ទី3យើងរៀនអំពីផលប្រយោជន៍នៃបច្ចេកវិទ្យាបាទយើងអានថាបច្ចេកវិទ្យាយើងអានថាបច្ចេកវិទ្យាក៏បានដែរណាបងប្អូនបាទយើងអានថាបច្ចេកវិទ្យាក៏បានដែរយើងអានថាបច្ចេកវិទ្យាក៏បានដែរយើងអានបានដូចគ្នាណាបាទព័ត៌មានបាទអំណានចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរបាទអញ្ចឹងសូមបងប្អូនទៅអានអត្ថបទមេរៀនទី63នេះជាមួយនឹងលោកគ្រូទាំងអស់គ្នារួចហើយសូមបងប្អូនឆ្លើយនៅសំណួរណាបាទបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាតាមប្រព័ន្ធកុំព្យូទ័រឬទូរស័ព្ទដៃជាវិទ្យាបាយមួយសម្រាប់តាក់ទងគ្នាតាមបែបទំនើបនិងរហ័សទាន់ចិត្តបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានវិទ្យាបានផ្ដល់និងចែករំលែកនៅចំណេះដឹងបទពិសោធន៍ជំនាញបច្ចេកទេសនិងបំណិនជីវិតផ្សេងរួមទាំងការរកឃើញថ្មីបំពេញឲ្យគ្នាទៅវិញទៅមកវាមិនចាំបាច់ចំណាយពេលវេលាដើម្បីបញ្ជូនតាមប្រៃសណីយ៍រថយន្តឬអ្នកនាំសារនោះទេការបញ្ជូនសារនិងព័ត៌មានគ្រប់ប្រភេទនេះមិនគ្រាន់តែរហ័សទាន់ចិត្តប៉ុណ្ណោះទេថែមទាំងជាមធ្យោបាយដ៏ប្រសើរដែលអាចរក្សាការសម្ងាត់ហើយភាគច្រើនគឺបានទៅដល់អ្នកទទួលជាពិសេសទូរស័ព្ទដៃសិស្សអាចទទួលព័ត៌មានតាមរយៈទូរស័ព្ទទំនើបការរីកចម្រើននៃបច្ចេកវិទ្យាថ្មីនេះមានសារៈប្រយោជន៍ដល់មនុស្សគ្រប់រូបលើពិភពលោកក្នុងការផ្ដល់និងទទួលព័ត៌មានថ្មីដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពបាទអរគុណច្រើនបងប្អូនអត្ថបទយើងអានចប់ហើយឥឡូវយើងមកសិក្សាពាក្យណាការរៀនពាក្យចំណុចកអំណានពាក្យគមនាគមន៍អានថាគមនាគមន៍ប្រៃសណីយ៍អានថាប្រៃសណីយ៍ប្រព័ន្ធអានថាប្រព័ន្ធបាទយើងចូលដល់ពន្យល់ពាក្យគមនាគមន៍ថ្នាក់ពាក្យជានាមដំណើរទៅនិងមកផ្លូវតាក់ទងសម្រាប់ធ្វើដំណើរទៅមកប្រព័ន្ធថ្នាក់ពាក្យជាកិរិយាសព្ទចងរឹតរូតឆ្វាក់ជំពាក់ប្រៃសណីយ៍ថ្នាក់ពាក្យជានាមក្រុមរាជការទទួលបន្ទុកខាងការបញ្ជូននិងការនាំសម្បត្តិស្នាមផ្សេងកោបដិស័ព្ទបាទរហ័សផ្ទុយនឹងយឺតបាទបដិស័ព្ទនឹងពាក្យយឺតណាពាក្យរហ័សបដិស័ព្ទនឹងពាក្យយឺតចំណាយបាទផ្ទុយនឹងចំណូលបាទអញ្ចឹងចំណាយបដិស័ព្ទនឹងពាក្យចំណូលបាទចំណុចខវេវចនៈ
សាប់និងពាក្យទំនើបបាទអញ្ចឹងពាក្យវេវចនៈស័ព្ទនិងពាក្យទំនើបគឺមានពាក្យថ្មីតាន់សម័យបាទអញ្ចឹងពាក្យថ្មីតាន់សម័យមានន័យដូចគ្នានឹងពាក្យទំនើបណាបងប្អូនបាទចំណុចងស័ទិស័ស័ព្ទនិងពាក្យសាបាទសាយើងសរសេរសដាក់ស្រៈអានិងរយើងអានថាសាថ្នាក់ពាក្យជានាមខ្លឹមសេចក្តីភ្ជាប់ភ្ជួនមាំមួនឧទាហរណ៍សាលិខិតបាទសាយើងសរសេរដាក់ស្រៈអាណាយើងអានថាសាអត់មានរទេថ្នាក់ពាក្យជាកិរិយាសព្ទមូលឡើងវិញឧទាហរណ៍សាកន្ទេលបាទសាយើងសរសេរសដាក់ស្រៈអាអត់មានរដែរថ្នាក់ពាក្យជានាមស្រូវឬដំណាំពួកខ្លះដែលដុះលូតលាស់ពីគល់ចាស់ឬពីជញ្ជាំងបាទឧទាហរណ៍សាស្រូវសាឪឡឹកបាទយើងចូលមកដល់សំណួរទី1តើបច្ចេកវិទ្យាព័ត៌មានប្រើសម្រាប់ធ្វើអ្វីបាទសំណួរទី2តើបច្ចេកវិទ្យាព័ត៌មានជាឧបករណ៍យ៉ាងដូចម្ដេចសំណួរទី3តើបច្ចេកវិទ្យាព័ត៌មានមានសារៈប្រយោជន៍ដូចម្ដេចខ្លះបាទយើងសូមបងប្អូនឆ្លើយនៅសំណួរទាំង3នេះតែឥឡូវកុំបងអង្គយូសូមបងប្អូនមកទៀងទាត់មើលចម្លើយសំណួរទាំង3នេះបាទចម្លើយសំណួរទី1ណាបច្ចេកវិទ្យាព័ត៌មានប្រើសម្រាប់ចែករំលែកនៅចំណេះដឹងបទពិសោធន៍ជំនាញបច្ចេកទេសនិងបំណិនជីវិតផ្សេងរួមទាំងការរកឃើញថ្មីបំពេញឲ្យគ្នាទៅវិញទៅមកបាទចម្លើយសំណួរទី2បច្ចេកវិទ្យាព័ត៌មានជាឧបករណ៍វិទ្យាសាស្ត្រប្រើសម្រាប់តាក់ទងគ្នាតាមបែបទំនើបនិងរហ័សទាន់ចិត្តបាទចម្លើយសំណួរទី3នេះបច្ចេកវិទ្យាព័ត៌មានសារៈប្រយោជន៍ដល់មនុស្សគ្រប់រូបលើពិភពលោកក្នុងការផ្ដល់និងទទួលព័ត៌មានថ្មីដើម្បីរួមចំណែកអភិវឌ្ឍសមត្ថភាពបាទអរគុណច្រើនបងប្អូនយើងចូលមកដល់លំហាត់ទី1ចូលរកបដិស័ព្ទនិងពាក្យសម្ងាត់បាទលំហាត់ទី2ចូលរកវេវចនៈស័ព្ទនិងពាក្យរហ័សបាទលំហាត់ទី3ចូលរកសទិស័ស័ព្ទនិងពាក្យដបាទឥឡូវសូមបងប្អូនមកទៀងទាត់មើលចម្លើយតែម្ដងណាបាទចម្លើយលំហាត់បាទទី1រកបដិស័ព្ទនិងពាក្យសម្ងាត់បាទសម្ងាត់ផ្ទុយនឹងខ្យល់ខ្ចាយបាទ2ណាចម្លើយទី2រកវេវចនៈស័ព្ទនិងពាក្យរហ័សបាទអញ្ចឹងវេវចនៈស័ព្ទនិងពាក្យរហ័សគឺរហ័សរហួនប្រញាប់រស់រាន់មនីមនីរួតរះរវាសរវៃបាទអញ្ចឹងពាក្យរហ័សរហួនប្រញាប់រស់រាន់មនីមនីរួតរះរវាសរវៃគឺមានន័យដូចគ្នានឹងពាក្យរហ័សបាទចម្លើយទី3នេះបាទរកសទិស័ស័ព្ទនិងពាក្យដបាទដយើងសរសេរដដាក់សញ្ញារបាតយើងអានថាដណាបងប្អូនដសញ្ញារបាតថ្នាក់ពាក្យជានិបាតស័ព្ទដែលជាពាក្យវិសេសណៈណាមានសំឡេងខ្លីកំបុតបាទសម្រាប់និយាយផ្សំនឹងគុណនាម
ប្រើរៀងរបៀបត្រង់ខាងដើមគុណនាមដែលគួរប្រកបជាមួយផងដែរធរដបវទ្របដប្រសើរណាបងប្អូនមើលឧទាហរណ៍ណាធរដបវទ្របដប្រសើរបាទអញ្ចឹងយើងសរសេរដសញ្ញារបាតបាទដយើងសរសេរដអត់មានសញ្ញារបាតទេថ្នាក់ពាក្យជានាមទីចំឡងកំពុងចំឡងកំពុងដទូដបាទដយើងសរសេរដនឹងរើណាយើងអានថាដថ្នាក់ពាក្យជាគុណនាមដែលរើឡើងវិញដោយប៉ះទង្គិចបាទឧទាហរណ៍ណាបងប្អូនដំបៅដបាទចំណុចទី4នេះក្នុងចំណោមពាក្យខាងក្រោមនេះតើពាក្យណាខ្លះជានាមចូលគូសភ្ជាប់ពីចំណុចកទៅខតាមគំរូបាទអញ្ចឹងសូមបងប្អូនមើលណាក្នុងចំណោមពាក្យខាងក្រោមហ្នឹងតើពាក្យណាខ្លះជានាមសូមបងប្អូនមើលគំរូណាបើបងប្អូនយល់ថាពាក្យជានាមសូមបងប្អូនគូសដោយគំរូនេះមកណាបាទយើងគូសមកនេះពាក្យទូរស័ព្ទគឺជាពាក្យនាមបាទអញ្ចឹងយើងគូសបន្ទាត់ជាប់ពីចំណុចកមកខបាទបាទហើយបន្តមកទៀតបងប្អូនមើលណាតើពាក្យណាខ្លះជាពាក្យគុណនាមបាទឥឡូវបងប្អូនមើលគំរូណាបើបងប្អូនយល់ថាពាក្យគុណនាមសូមបងប្អូនគូសបន្ទាត់ភ្ជាប់ទៅពាក្យគុណនាមណាយើងមើលគំរូនេះណាបាទពាក្យគុណនាមទំនើបអញ្ចឹងយើងគូសបន្ទាប់មកពាក្យទំនើបណាពីចំណុចកមកខបាទបន្ទាប់មកទៀតថាតើពាក្យជាកិរិយាសព្ទតើពាក្យណាខ្លះយើងមើលគំរូណាបងប្អូនបាទពាក្យកិរិយាសព្ទគឺមានពាក្យចែករំលែកបាទអញ្ចឹងយើងគូបន្ទាត់មកពាក្យចែករំលែកបាទគេឲ្យយើងស្វែងរកពាក្យជាកិរិយាសព្ទរួចហើយគេឲ្យបងប្អូនគូសបន្ទាត់ភ្ជាប់ទៅនឹងពាក្យកិរិយាសព្ទនេះគឺជាគំរូណាបងប្អូនហើយនៅក្នុងចំណោមពាក្យទាំងអស់នេះមានពាក្យណាខ្លះដែលជាពាក្យកិរិយាសព្ទសូមបងប្អូនគូសបន្ទាត់ភ្ជាប់មកណាបងប្អូនពីចំណុចកមកខមកបាទតែឥឡូវយើងទៅមើលចម្លើយតែម្ដងបងប្អូនបាទចម្លើយទី4នេះណាបងប្អូនបាទយើងមើលពាក្យជានាមបាទមានពាក្យទូរស័ព្ទបាទកុំព្យូទ័របាទរថយន្តបាទអញ្ចឹងពាក្យទាំង3នេះគឺជាពាក្យនាមបាទអញ្ចឹងយើងគូបន្ទាត់ភ្ជាប់មកពាក្យនាមណាបាទពាក្យជាគុណនាមយើងមើលបាទពាក្យថ្មីណាគឺជាពាក្យគុណនាមបងប្អូនបាទពាក្យជាគុណនាមបាទគឺមានពាក្យទំនើបបាទប្រសើរបាទពាក្យជាកិរិយាសព្ទបាទគឺមានពាក្យទទួលចែករំលែកចំណាយបាទអរគុណច្រើនបងប្អូនណាបាទអញ្ចឹងថ្ងៃនេះមេរៀនទី63ផលប្រយោជន៍នៃបច្ចេកវិទ្យាព័ត៌មានបាទសូមបញ្ចប់ត្រឹមនេះសូមបងប្អូនសម្រាប់ជួបជាមួយនឹងលោកគ្រូនៅមេរៀនបន្តទៀតអរគុណច្រើនសូមជូនពរសំណាងល្អគ្រប់ក្រុមគ្រួសារសូមជម្រាបលា